ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាជួបជាមួយខ្ញុំដល់ទៀតនៅក្នុងវីដេអូថ្មីវីដេអូនេះផងដែរគឺយើងថ្ងៃអាទិត្យយើងទៅនេះយើងមកលេង Walk Street អ្នកនរគ្នាអញ្ចឹងមានតែមួយសប្តាហ៍ទៅនេះតែមួយថ្ងៃហ្នឹងទេអញ្ចឹងយើងមកដើរលេងនៅមហាខួរក្បាលអញ្ចឹងណាហើយបន្ទាប់ខ្ញុំនៅចិត្តហ្នឹងដែរទេហើយមកនេះក៏ឃើញបងជនជាតិម្នាក់ថាចូលសវឹងអ្នកនរគ្នាលមៀលពេញហ្នឹងហើយមានប៉ូលីសមីនីក៏នៅហ្នឹងអញ្ចឹងណាហើយតែខ្ញុំបន្ទាប់ខ្ញុំនៅចិត្តហ្នឹងដែរអញ្ចឹងដើរប្រហែលជាបន្តិចមកគឺដល់ហើយមានបងប្អូនយើងទៅលេងច្រើនខ្លាំងមែនទែនឲ្យតែថ្ងៃសៅរ៍អាទិត្យគឺមានបងប្អូនគាត់ទៅលេងច្រើនណាព្រោះថ្ងៃនេះគឺមានកម្មវិធី2ថ្ងៃហ្នឹងអញ្ចឹងណាឲ្យតែចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យគឺមានអីអញ្ចឹងអ្នកនរគ្នាដែលសៅរ៍អាទិត្យទន្លេមិនដឹងទៅណាអាចមកលេងបានគេមានអីលេងច្រើនអ្នកនរគ្នានេះគឺឆាយ៉ាំដែលខ្ញុំចូលមកគឺឃើញគេរំលេងអញ្ចឹងណាបាទយើងមានតួឯក2នាក់នៅមុខនេះបាទគឺរំនៅមុខនេះឯងបាទនិយាយទៅមានគេលេងច្រើនខ្លាំងមែនតើអ្នកនរគ្នាដែល stress ចុងសប្តាហ៍មិនដឹងទៅណាអាចទៅលេងបានហើយមានការរំលេងកំសាន្តសប្បាយៗទៀតហើយចំពោះនំនេះគឺដូចជានំក្រៀបអ្នកនរគ្នាបើខ្ញុំហៅឈ្មោះខុសអាចជាស្រ័យផងព្រោះដោយសារពីមុនខ្ញុំធ្លាប់បកពូខ្ញុំគាត់ធ្វើលក់អញ្ចឹងណាបាទមានប្រទះតូចទៀតដល់ពេលយើងដាក់លើភ្លើងចូលឡើងទៅគឺវារីកធំហើយស្រួយនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនតើបន្ទាប់ពីខ្ញុំចាញ់ពីកន្លែងហ្នឹងមកក៏យើងដើរមកមាត់ទន្លេវិញអ្នកនរគ្នាមើលមាត់ទន្លេមានរបស់ញ៉ាំច្រើនមានគេលក់អីច្រើននៅតាមដងផ្លូវហ្នឹងអញ្ចឹងក៏ខ្ញុំដើរមើលឲ្យអស់ចិត្តសិនព្រោះអ្នកនរគ្នាយើងអត់មានលុយទិញទេយើងអត់មានលុយយើងដើរទៅមើលគេទៅបានហើយដើរតាមភ្លើងមាត់ទន្លេហ្នឹងมันខ្វល់របស់លក់ទេអ្នកនរគ្នាឲ្យតែមានលុយគឺយើងអាចទិញបានហើយបាទមានរបស់លេងរបស់ញ៉ាំរបស់ល្អខ្លួនគ្រឿងអលង្ការអញ្ចឹងណាខ្ញុំមកដល់ក៏ឃើញចបៃដងវិញបន្ទាប់ពីចេញពីចបៃបន្តិចមកក៏ឃើញមានគេដាក់លេងហ្គេមអញ្ចឹងណាយើងទិញគេមកកំប៉ុងទៅគេឲ្យបាល់2ដើម្បីគប់ហ្នឹងគឺប្រកួតគ្នាណាគេគប់ធ្លាក់កំប៉ុងបានច្រើនគឺយើងមានឱកាសក្នុងការបានភេសជ្ជៈហ្នឹងកំប៉ុងទៀតហើយយើងកោះទៅត្រូវយើងអាចនឹងឈ្នះរង្វាន់អញ្ចឹងណាបាទអញ្ចឹងគឺចំណេញខ្លាំងមែនតើបើយើងគប់ត្រូវទៅយើងបានទិញតែមួយទៅបាន2បន្ទាប់ពីចេញពីកន្លែងហ្នឹងមកគឺខ្ញុំដើរតទៀតឯអ្នកគ្នាដើរទៅមើលនៅកន្លែងមុខវាំងអ្នកនរគ្នាបាទដោយសារនៅមុខហ្នឹងមានគេរំមានគេច្រៀងលេងអញ្ចឹងណាអ្នកនរគ្នាបាទនេះយើងមកតាមផ្លូវថ្មើរជើងវិញដើរសោកហ្នឹងក៏ស្រាប់តែឃើញឆ្កែមួយពណ៌យ៉ាងខ្មៅនៅនេះស្រាប់តែចេញមកវូមកខ្ញុំភ្ញាក់ព្រោះតែវាខ្មៅហើយនេះមានបងយើងគាត់ច្រៀងលេងហ្នឹងយើងអាចសំណូមពររបស់ចម្រៀងហើយនេះរបាំខ្មែររបស់យើងអ្នកនរគ្នាអញ្ចឹងមានការរាំលេងកំសាន្តមានរាំរបាំរាំអីអញ្ចឹងចង្វាក់ខ្មែរបុរាណយើងអញ្ចឹងណាហើយនៅនេះមានអូនមួយនេះគាត់រាំលយខ្លាំងមែនទែនបើខ្ញុំអត់ចេះរាំទេអ្នកនរគ្នាតែអូននេះរាំលយខ្លាំងអញ្ចឹងមានចង្វាក់រំលេងសប្បាយច្រើនខ្លាំងមែនទែនហើយមិនមែនតែក្មេងៗទេមានមនុស្សចាស់មនុស្សធំពេញវ័យអីហ្នឹងគឺគាត់រំលេងសប្បាយហើយនេះគឺម៉ាក់យាយយើងគាត់មករំលេងសប្បាយដោយហាត់ប្រាណបែបចឹងដែរអញ្ចឹងណាបាទអញ្ចឹងសប្បាយខ្លាំងអញ្ចឹងមិនមែនតែក្មេងៗទេចាស់ៗក៏អាចរំលេងសប្បាយដោយហាត់ប្រាណដែរណាគ្នានេះគឺចុងក្រោយគឺលេងមើលគេលេងសៀកនេះនិយាយពីរឿងសៀកវិញកាលពីនៅក្មេងៗចូលចិត្តមើលណាគ្នានៅតាមភូមិខ្ញុំគេមានឡានមួយគេជិះម្ដាយសៀកលក់ថ្នាំអីចឹងណាថ្នាំបុរាណខ្មែរអញ្ចឹងទៅឲ្យតែឃើញឡានសៀកគេមកហ្នឹងទៅណាក៏ទៅដែរគេនៅចម្ងាយណាក៏ជិះកង់ទៅតាមមើលគេដែរពីការហ្នឹងគឺចូលចិត្តមើលអ្នកគ្នាពិសេសគឺវគ្គពោះហ្នឹងហ្មងអ្នកគ្នាចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចចុច like ចុច comment ហើយនិង share ម្នាក់មួយផងអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ